សួស្តីបងប្អូនទាំងអស់គ្នាបាទនៅក្នុងសារព័ត៌មានថ្ងៃនេះគឺខ្ញុំដកស្រង់ចេញអំពី USA Today នេះគឺជាសារព័ត៌មានដែលចេញផ្សាយកាលពីថ្ងៃទី24ខែមិថុនាកាលពីម្សិលមិញនេះហើយនៅក្នុងសារព័ត៌មាននេះគឺខ្លីទេប៉ុន្តែគឺជាដំណឹងដ៏ល្អឬក៏ជាការលើកទឹកចិត្តដល់ប្រជាជនអ៊ុយក្រែនដែលតាក់ទងទៅនឹងសង្គ្រាមរវាងរុស្ស៊ីជាមួយនឹងអ៊ុយក្រែនរយៈពេលជាង3ឆ្នាំកន្លងមកនេះចំពោះការជ្រើសរើសរបស់លោក Donald Trump សម្រាប់ឧត្តមសេនីយ៍កម្ពុជារបស់សហរដ្ឋអាមេរិកប្រចាំនៅអឺរ៉ុបបាននិយាយថាអ៊ុយក្រែនអាចនឹងឈ្នះសង្គ្រាមជាមួយនឹងរុស្ស៊ីបាទនេះគឺជាពាក្យសម្ដីដែលចេញអំពីមាត់របស់ឧត្តមសេនីយ៍កម្ពុជារបស់សហរដ្ឋអាមេរិកទីភ្នាក់ងារសារព័ត៌មាន Reuters បានចុះផ្សាយនៅថ្ងៃទី24ខែមិថុនាថាបេក្ខភាពប្រធានាធិបតីអាមេរិករបស់លោក Donald Trump បានក្លាយទៅជាឧត្តមសេនីយ៍កម្ពុជារបស់សហរដ្ឋអាមេរិកប្រចាំអឺរ៉ុបបាននិយាយថាលោកជឿជាក់ថាអ៊ុយក្រែនអាចឈ្នះលើការឈ្លានពានរបស់រុស្ស៊ីដែលមានរយៈពេលជាង3ឆ្នាំឧត្តមសេនីយ៍តូ Alexis បាននិយាយនៅក្នុងសកម្មភាពនៅក្នុងសវនាការលើការបញ្ជាក់របស់ព្រឹទ្ធសភានៅថ្ងៃទី24ខែមិថុនាថាខ្ញុំគិតថាអ៊ុយក្រែនអាចឈ្នះខ្ញុំគិតថានៅពេលណាដែលទឹកដីកំណើតរបស់អ្នកត្រូវបានគេគំរាមកំហែងអ្នកធ្វើការប្រយុទ្ធប្រឆាំងជាមួយនឹងភាពអត់ធ្មត់ដែលពិបាកសម្រាប់យើងនៅក្នុងការស្រមើស្រមៃគិតឃើញនោះបាទនេះគឺជាពាក្យសម្ដីមួយដែលបាននិយាយនៅក្នុងព្រឹទ្ធសភាបានអះអាងថាអ៊ុយក្រែនអាចនឹងឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីដោយសារមូលហេតុមួយដែលគាត់លើកថាប្រជាជនឬក៏កងទ័ពរបស់អ៊ុយក្រែននឹងគឺមានការតស៊ូអត់ធ្មត់ធ្វើការប្រឆាំងដើម្បីមាតុភូមិរបស់ខ្លួនហើយអ្វីដែលសំខាន់ទៀតនោះគឺគាត់មិនបាននិយាយជាសាធារណៈទេហើយនៅក្នុងសារព័ត៌មានរបស់ USA Today នឹងគឺគ្រាន់តែលើកមកចំណុចមួយដែលសំខាន់ដែលបង្ហើបសម្រាប់ឲ្យសាធារណជននឹងបានដឹងថាឧត្តមសេនីយ៍របស់សហរដ្ឋអាមេរិកដែលប្រចាំនៅខាងសហភាពអឺរ៉ុបនោះគឺបានអះអាងថាអ៊ុយក្រែនអាចនឹងឈ្នះសង្គ្រាមនេះ